จีนนะถ้าเป็นยำก็แบบជម្រាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានខប្រហុកមកចែករំលែកអ្នកទាំងអស់គ្នាឥឡូវខ្ញុំក៏ច្រាំប្រហុកហើយឥឡូវខ្ញុំមកហាន់រំដេងហើយអានេះលក្រូចរំដេងហើយនេះក៏លក្រីខ្ញុំមិនដឹងអ្នកទាំងអស់គ្នាខប្រហុកបែបម៉េចទេតែនេះគឺខ្ញុំចូលចិត្តខប្រហុកដាក់គ្រឿងអញ្ចឹងវាឈ្ងុយវាអត់សូវធំក្លិនប្រហុកខ្លាំងអញ្ចឹងណាឥឡូវហាន់កលក្រៃហើយខ្ញុំមកហាន់ត្រីប្រានិយាយទៅត្រីប្រាគឺឆ្ងាញ់តែកន្លែងពោះវាទេខ្ញុំមិនដឹងអ្នកទាំងអស់គ្នាចូលចិត្តសាច់ឬមិនតែខ្ញុំហើយនឹងប្តីខ្ញុំគឺចូលចិត្តកន្លែងពោះនឹងខ្លាំងបណ្ដោយគឺវាឆ្ងាញ់ឥឡូវខ្ញុំហាន់វាតូចៗចឹងមកស្រួលយើងញ៉ាំតែដល់ពេលកន្លែងសាច់វាខ្ញុំដាក់កង់ឥឡូវគឺដាក់ខ្ទះខ្ទឹមម្ទេសហើយខ្ញុំចាក់ខ្លាំងបន្តិចដើម្បីលៀងខ្ទឹមឲ្យឈ្ងុយសិនខ្ញុំមិនដឹងអ្នកទាំងអស់គ្នាខបែបនេះទេតែខ្ញុំខអញ្ចឹងចាក់ប្រហុកចូលហើយកូរប្រហុកឲ្យឈ្ងុយមកយើងចាក់គ្រឿងចូលលក្រូចលក្រៃដេងណាហើយឆាវាឈ្ងុយបន្តិចណាហើយយើងថែមទឹកចូលបន្តិចថែមទឹកចូលហើយយើងកូរវាឲ្យសព្វទៅហើយយើងចាប់ដើមដាក់គ្រឿងគឺខ្ញុំមានដាក់អីច្រើនទេខ្ញុំដាក់តែប៊ីចេងហើយនឹងស្ករហើយនឹងម្ទេសម៉ដ្ឋដោយសារប្រហុកវាមានជាតិប្រៃហើយដល់ពេលអញ្ចឹងយើងអត់ចាំបាច់ត្រូវដាក់អំបិលឬរ៉ូឌីឬទឹកត្រីអីទៀតទេដោយសារផ្ទះខ្ញុំអត់សូវហូបប្រៃទេឥឡូវទឹកពុះហើយយើងដាក់ថៃចូលនិយាយទៅងាយស្រួលទេបើថាពិបាកតើច្រាំប្រហុកបន្តិចតែបើយើងមានប្រហុកម៉ដ្ឋទៀតគឺកាន់តែស្រួលហ្មងតែបើប្រហុកសាច់គឺវាអត់ឈ្ងុយដូចប្រហុកថ្មីគេធ្វើខ្លួនឯងម៉ាក់បាត់ធ្វើខ្លួនឯងយើងដួសសូបចឹងណាឲ្យវាសព្វហើយយើងក្របទុកសិនពេលវាពុះយើងបើកមកនេះឥឡូវឆ្អិនហ្នឹងលឿនទេភាសាត្រីហ្នឹងគឺស្រួលទេវាអត់ពិបាកងាស់យូរអីដូចសាច់ទេអ្នកទាំងអស់គ្នាខ្ញុំភ្លេចប្រាប់ខ្ញុំបែកកណិតថាចង់សាកដាក់ជីអាណាចូលទៅវាមានរសជាតិបែបមិនប៉ុន្តែឆ្ងាញ់ណាស់អ្នកទាំងអស់គ្នាវារសជាតិវាប្លែកហ្មងខប្រហុកគេធ្លាប់តែដាក់អីផ្សេងដាក់ធ្លាប់ដាក់អីចឹងតែខ្ញុំដាក់នេះចូលដាក់ជីអាណាចូលឈ្ងុយឯណាអ្នកទាំងអស់គ្នាសាកធ្វើញ៉ាំមើលឥឡូវមកមើលខ្ញុំញ៉ាំទាំងអស់គ្នាទៅថាវាមានឲ្យជារសឆ្ងាញ់ប៉ុណ្ណាลูกบ้างจ้ะแต่เรื่องเป็นดังไปบองใจโอ้ ដាក់ជាណាថាเป็นยำก็แบบ
ទៅវាចេញជាតិជូរជូរមកប៉ុណ្ណឹង拜拜。